ខ្ញុំឈ្មោះអូនរ៉ាននៅភូមិងាសេះឃុំតបមានស្រុកស្ពងខេត្តកំពង់ស្ពឺសប្តាហ៍ថ្ងៃខ្ញុំមានកូន3នាក់ខ្ញុំសង់ផ្ទះនេះយូរហើយបងប្រហែលជា2ឆ្នាំតំបន់នេះវាតំបន់ដាច់ស្រយាលវាអត់ទាន់មានបន្ទប់ទឹកប្រើពេលអត់ទាន់មានបន្ទប់ទឹកផ្ទាល់ខ្លួនប្រើរួមជាមួយនឹងម៉ែជាមួយនឹងបងហើយប្រហែលនិយាយទៅប្រើគ្នាច្រើនប្រហែលជា15នាក់ពេលយើងអត់ទាន់មានបន្ទប់ទឹកប្រើរួមគ្នាយើងពិបាកត្រង់ថាយើងប្រញាប់ចូលណាមួយយើងឈឺពោះយើងឈឺអីចឹងទៅវាក្របបានចូលអីចឹងណាបងវាឈរចាំយូរហើយយើងខ្លាចឡានមកចោលខ្លាចអីខ្លាចហួសម៉ោងអីចឹងមូលហេតុដែលខ្ញុំខ្ចីកម្ចីទឹកស្អាតដោយសារវាងាយស្រួលខ្ចីយើងអត់ហត់ដាក់ប្លង់យើងប្រើតែឯកសារ3មុខក៏អាចខ្ចីបានពេលខ្ញុំសម្រេចចិត្តធ្វើបន្ទប់ទឹកខ្ញុំសួរបងដែរថាគាត់សួរគាត់ថាធ្វើបន្ទប់ហ្នឹងថ្លៃប្រហែលអីប្រហែលហើយធ្វើមួយថ្ងៃហើយគាត់ថាអត់យូរទេគាត់ធ្វើតែ2-3ថ្ងៃគាត់ហើយតែគាត់ធ្វើលឿនមែនតើជាងគាត់គឺគាត់ធ្វើតែ3ថ្ងៃកន្លះគឺគាត់ធ្វើអូខេហ្មងមានបន្ទប់ទឹកផ្ទាល់ខ្លួនស្រួលប្រើជាងពីមុនឆ្ងាយដោយសារយើងចូលបន្ទប់ទឹកអត់មានគ្នាអត់មានចាំហត់ចាំនេះចាំនោះអីចឹងណាចាំចូលម្ដងម្នាក់អីគឺអត់ទេគឺចូលទៅស្រួលហ្មងព្រោះអីយើងមានបន្ទប់ទឹកស្រាប់អញ្ចឹង